បាទសួស្តីទាំងអស់គ្នាថ្ងៃនេះយើងមកស្វែងយល់ថាហេតុអីបានចុងភៅចាំបាច់មានពណ៌ជ្រុញនិងកាំបិតច្រើនណាអញ្ចឹងបើយើងមើលជ្រុញនៅក្នុងចុងភៅនោះគឺមានតាំងពីពណ៌ផ្សេងចម្រុះអញ្ចឹងគោលដៅចម្បងនៃការដែលតម្រូវឲ្យមានជ្រុញមានពណ៌ខុសគ្នានិងកាំបិតដែលមានពណ៌ដខុសគ្នាហ្នឹងគឺទីមួយគឺកាត់បន្ថយមេរោគឬក៏បង្ការការឆ្លងនៃមេរោគដែលយើងហៅថាបាក់តេរីហ្នឹងណាបាទហ្នឹងហើយអញ្ចឹងយើងមកមើលពណ៌ជ្រុញបន្តទៀតបាទអញ្ចឹងដូចពណ៌ក្រហមអញ្ចឹងជ្រុញពណ៌ក្រហមនេះគោលដៅចម្បងគឺប្រើទៅលើសាច់ក្រហមបាទដែលឆៅណាអញ្ចឹងដូចជាសាច់គោសាច់ចៀមអីផ្សេងចំណែកបើជ្រុញពណ៌បៃតងនេះគឺទូទៅគេប្រើចំពោះបន្លែអញ្ចឹងបន្លែឬផ្លែឈើនោះគេប្រើកាត់គឺគេប្រើជ្រុញពណ៌បៃតងណាបាទហ្នឹងចំណែកឯពណ៌លឿងវិញអញ្ចឹងពណ៌លឿងនេះគឺគេប្រើចំពោះពួកបាក់សីឆៅមានន័យថាសាច់មាន់សាច់ទាឬក្រួយក៏ដោយតែឲ្យតែឆៅហើយចំណាំមួយថាបើសិនជាជ្រុញនឹងពណ៌លឿងមានន័យថាកាបិតត្រូវប្រើដងពណ៌លឿងដែរណាបាទហ្នឹងហើយយើងមកមើលមួយទៀតគេហៅពណ៌ខៀវអញ្ចឹងពណ៌ខៀវនេះគេប្រើសម្រាប់គ្រឿងសមុទ្រមានបកាមានត្រីមានក្តាមអីផ្សេងណាបាទហ្នឹងហើយចំណែកឯពណ៌មួយទៀតនេះគឺពណ៌ត្នោតអញ្ចឹងត្នោតគឺគេប្រើសម្រាប់សាច់ដែលឆ្អិនអញ្ចឹងសាច់គោក៏ដោយសាច់មាន់ក៏ដោយទាក៏ដោយឲ្យតែសាច់ឆ្អិនគឺគេប្រើពណ៌ត្នោតណាបាទហ្នឹងហើយចំណែកពណ៌សវិញអញ្ចឹងពណ៌សនេះគឺប្រើសម្រាប់ប្រភេទនំឬក៏ប្រភេទរបស់ដែលធ្វើឡើងពីប៊ឺឬគ្រីមផ្សេងៗណាអញ្ចឹងរបស់ដែលធ្វើឡើងពីទឹកដោះហ្នឹងហើយ